នេះជាវិធីបិទ profile Facebook របស់យើងកុំឲ្យអ្នកដែលគាត់មិនមែនជា friend Facebook របស់យើងតែគាត់ចូលមើល profile account Facebook របស់យើងដោយសារតែពេលខ្លះយើងត្រូវតែរក្សាឯកជនភាពឬក៏ព័ត៌មានរបស់យើងនៅក្នុងការបិទនេះយើងបិទកុំឲ្យអ្នកផ្សេងដែលគាត់មិនមែនជា friend Facebook របស់យើងគាត់ចូលមើលក្នុង profile របស់យើងបានគាត់ search ឈ្មោះយើងឃើញប៉ុន្តែ friend នៅក្នុង Facebook របស់យើងគឺគាត់អាចមើលបានធម្មតាឥឡូវនេះយើងចូលទៅមើលទាំងអស់គ្នាអញ្ចឹងដំបូងយើងចូលមកកាន់ Facebook របស់យើងហើយបន្តមកទៀតយើងចុចកន្លែងសញ្ញាត្រី3នៅផ្នែកខាងលើបើសិនជា iPhone នៅផ្នែកខាងក្រោមរួចហើយមកដល់កន្លែងនេះយើងចុចទៅលើពាក្យ Setting and Privacyបន្តមកយើងចុចទៅលើពាក្យ setting រួចហើយយើង scroll វាបន្តិចមកដល់កន្លែងនេះយើងចុចទៅលើពាក្យ how people find and contact you ដល់កន្លែងនេះយើងពិនិត្យមើលផ្នែកខាងក្រោមពីចំណុចនេះគឺទី1 people with your email address ហើយទី2 people with your phone number អញ្ចឹងពីចំណុចហ្នឹងគឺយើងត្រូវទៅចូលបិទវាបើសិនជាយើងអត់បិទទេអ្នកដែលគាត់មិនមែនជា friend របស់យើងហ្នឹងគាត់អាច search មើល account Facebook របស់យើងបានប៉ុន្តែបើយើងបិទហើយគាត់មិនមែនជា friend របស់យើងគាត់ search មើលអត់ឃើញទេតើតា friend របស់យើងមិនបាន search មើលឃើញឥឡូវយើងចុចចំណុចទី1 people with your email address អញ្ចឹងមកដល់កន្លែងហ្នឹងយើងដាក់ no one មកហើយយើងចុច save មួយបន្តមកយើងចុចខាងក្រោមមួយទៀត people with your phone number អញ្ចឹងយើងដាក់ no one ទៀតហើយយើងចុច save ហើយយើង scroll lênមកក្រោមតិចនៅផ្នែកខាងក្រោមនេះគឺយើងត្រូវបិទដែរបើសិនជាយើងអត់បិទទេគេអាច search យើងរកឃើញតាមរយៈ Google អញ្ចឹងទៅអញ្ចឹងយើងត្រូវការបិទដូចគ្នាបន្តមកយើងមើលផ្នែកខាងលើបន្តទៀតផ្នែកខាងលើនេះគេដាក់ថា who can send your friend request អញ្ចឹងយើងចុចទៅលើពាក្យហ្នឹងមកបើសិនជាយើងចូលមកកន្លែងនេះគឺឃើញ everyone អញ្ចឹងយើងចុចផ្នែកខាងក្រោមនេះគឺ friend to friend វិញបើសិនជាយើងអត់ដាក់ friend to friend ទេបានន័យថាអ្នកផ្សេងដែលគាត់មិនមែនជា friend របស់យើងនឹងក៏អាច add friend របស់យើងបានដូចគ្នាអញ្ចឹងកន្លែងហ្នឹងគឺយើងត្រូវចុច save មួយទៀតមកអញ្ចឹងប៉ុណ្ណឹងគឺបានហើយវិធីនេះគឺជាវិធីមួយនៅក្នុងការបិទមិនឲ្យអ្នកដែលគាត់មិនមែនជា friend របស់យើងគាត់ search រក profile Facebook របស់យើងឃើញហើយគាត់អាច add friend របស់យើងបានប៉ុន្តែបើក្នុងករណីថាគាត់ជា friend របស់យើងគាត់នៅតែអាចមើលឃើញយើងធម្មតាហើយវីដេអូនេះខ្ញុំមានប៉ុណ្ណឹងហើយជួបគ្នានៅក្នុងវីដេអូក្រោយទៀតអរគុណសម្រាប់ការទស្សនាវីដេអូជួបគ្នានៅក្នុងវីដេអូក្រោយទៀត